គេមានទាំងឪពុកគេមានបងគេមានប្អូនតែគេក៏ធំគេមានតាំងពីឡានទៅនើបមើលមកគ្រួសារយ៉ាងវិញសូម្បីតែឪពុកក៏គ្មានសាច់ញាតិបងប្អូនក៏យើងអត់តែយើងក៏តូចហូរនៅខ្វះមុខខ្វះក្រោយរាល់ថ្ងៃបើទោះបីជាខ្ញុំខំប្រឹងរៀនប៉ុណ្ណាក៏ដោយខ្ញុំដូចជាអត់មើលឃើញថាគ្រួសារយើងអាចរស់នៅល្អប្រសើរជាងនឹងបានសោះនៅក្នុងភូមិមួយមានផ្ទះពីរខ្នងដែលជាប់គ្នាប៉ុន្តែភាពខុសគ្នារវាងផ្ទះទាំងពីរហាក់បីដូចជាយប់និងថ្ងៃអញ្ចឹងផ្ទះមួយមានសុភមង្គលពេញលេញគឺជាផ្ទះរបស់លោកសុខានិងអ្នកស្រីវណ្ណាជាមួយនឹងកូនរបស់ពួកគាត់ឯផ្ទះម្ខាងទៀតគឺជាផ្ទះឈើចាស់ដំបូលប្រក់ស្បូវហាក់បីដូចជាកំពុងអស់សង្ឃឹមដូចជាអ្នករស់នៅក្នុងផ្ទះនោះដែរហើយនេះគឺជាផ្ទះរបស់ដាវីជាមួយនឹងម្ដាយចាស់របស់នាងវិសាមកហើយតានោះមីអូនកូនឯងរត់ទៅទួបងមើលណបងមកបងសាមកបងសាមកយេបងសាពីសាមកដល់ហើយកូនហ្នឹងហើយកូនសុខសប្បាយបងមានអីផ្ញើចូលក្នុងកូនមកសុខសប្បាយមកសុខសប្បាយតាកូនខ្ញុំដឹងម៉ែចូលចិត្តផ្លែឈើនេះបន្តិចម៉ែអូកូនឯងទៅជូនម៉ាក់ខ្លួនឯងនេះបងបាយយូរនោះប៉ាកូនឯងបាយផ្អែមយូរនឹកអីនេះពេលកូនសំមើលទៅគ្រួសារគេពេលចូលឆ្នាំខ្មែរម្ដងគេដូចជាសប្បាយដល់ហើយជីវិតពួកគេមើលទៅដូចជាគ្រួសារនៅក្នុងខ្សែភាពយន្តអញ្ចឹងគេមានឪពុកម្ដាយគេមានបងប្អូនគ្រួសារគេជួបជុំពេញលេញងាកមកមើលគ្រួសារខ្ញុំវិញយ៉ាងម៉េចឯកូនមិនឯនាងម៉ែមើលទៅគ្រួសារគេពេញលេញដល់ហើយណោះគេមានទាំងឪពុកគេមានបងគេមានប្អូនតែគេក៏ធំគេមានតាំងពីឡានទៅនើបមើលមកគ្រួសារយ៉ាងវិញសូម្បីតែឪពុកក៏គ្មានសាច់ញាតិបងប្អូនក៏យើងអត់តែយើងក៏តូចហូរនៅខ្វះមុខខ្វះក្រោយរាល់ថ្ងៃម៉ែចាបើទោះបីជាខ្ញុំខំប្រឹងរៀនប៉ុណ្ណាក៏ដោយខ្ញុំដូចជាអត់មើលឃើញថាគ្រួសារយើងអាចរស់នៅល្អប្រសើរជាងនឹងបានសោះពេលណាបានយើងអាចរស់នៅមានក្តីសុខដូចគ្រួសារគេបានឬមួយក៏យើងត្រូវរស់នៅខ្វះមុខខ្វះក្រោយតែពីរអ្នកម៉ែកូននឹងរហូតទៅកុំអត់សង្ឃឹមកូនកូនត្រូវប្រឹងតស៊ូរស់ដើម្បីជីវិតកូនម៉ែរត់ថ្ងៃនេះម៉ែប្រឹងចិញ្ចឹមកូនតែម្នាក់ឯងនៅពេលដែលពុកកូនទៅចោលមកម៉ែទ្រាំពោះតែមិនបាក់ម៉ែមិនបាក់ចិត្តទេកូនម៉ែប្រឹងចិញ្ចឹមកូនដល់ធំណាកូន
កូនមានម៉ែនៅក្បែរកូនណាកូនកុំយកអ្នកដទៃមកប្រៀបធៀបជាមួយកូនហើយហើយជីវិតម្នាក់រស់នៅផ្សេងគ្នាកូនស្រឹបប្រឹងដើម្បីជីវិតខ្លួនកូនឲ្យរស់បានប្រសើរទៅកូនណា ម៉ែ ចា ម៉ែ ចា កូនសន្យាថាកូននឹងខំប្រឹងដើម្បីការប្រាជីវភាពគ្រួសារយើងហើយកូនស្រីម៉ែម្នាក់នេះសន្យាថានឹងធ្វើឲ្យម៉ែមានមោទនភាពមកលើកូនឲ្យបាន អាចសប្បាយចិត្តណាស់កូនមកណា 5 ឆ្នាំក្រោយមក តោះម៉ែព្រួយរស់នៅយើងចិត្តដល់មកហើយ ហើយឯកូនតោះមិនគួរឲ្យជឿជីវិតរបស់ពួកយើងបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្រោយ5ឆ្នាំនៃការតស៊ូនឹងរៀនបន្តរបស់កូនស្រីខ្ញុំនាងបានក្លាយជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនមួយជាមួយនឹងប្រាក់ខែល្អឥឡូវនេះពួកយើងរស់នៅក្នុងផ្ទះទំនើបមានឡានប៉និតហើយនឹងជីវិតមានភាពប្រសើរឡើង ម៉ែអូយហើយម៉ែផ្លឹកដល់ណៃហ្នឹង អូម៉ែសប្បាយចិត្តណាស់កូន រឿងអី ពីមុនម៉ែគិតថាផ្លូវដែលកូនដើរគង់នឹងបានជោគជ័យតែឥឡូវនេះបានជោគជ័យបាន ម៉ែម៉ែដឹងអត់ភាពជោគជ័យរបស់កូនដែលមានផ្ទះមានឡានមកដល់រងៃហ្នឹងណាចំណែកដ៏ធំបំផុតហ្នឹងណាគឺដោយសារតែម៉ែបានផ្ដល់កម្លាំងចិត្តឲ្យកូនហើយជំរុញកូនសពគ្រប់បែបយ៉ាងបើមិនអញ្ចឹងទេកូនប្រហែលបោះបង់បាត់តាំងពីយូរហើយ តែតាថាកូនប្រឹងសឹងអីនឹងកូនអាយ អញ្ចឹងតោះម៉ែយើងដល់មកទៅវត្តហើយ អូទៅវត្តកូនមែន ម៉ែលើកអានេះទៅស្រា របស់កូនរបស់ម៉ែ អត់តន់ចង្ហាន់លោកឥឡូវហើយ សាច់រឿងនេះចង់ឲ្យយើងដឹងថាជីវិតមិនមែនជាការប្រណាំងប្រជែងមិនមែនជាការប្រៀបធៀបគ្នានឹងគ្នានោះទេតែសបញ្ជាក់ឲ្យយើងឃើញថាដំណើរជីវិតគឺជាដំណើរដ៏វែងឆ្ងាយដែលតម្រូវឲ្យមនុស្សម្នាក់ៗមានភាពរឹងមាំភាពអត់ធន់និងជំនឿលើខ្លួនឯងដើម្បីសម្រេចគោលដៅនៃជីវិតត្រូវតែតស៊ូកុំបោះបង់ក្តីសង្ឃឹមដរាបណាអ្នកនឹងមានដង្ហើមជីវិតរបស់យើងនឹងជោគជ័យនៅថ្ងៃណាមួយដូចទៅនឹងសាច់រឿងនេះដែរ The Flora ប្រណិតភាពក្នុងការរស់នៅ